បាទជំរាបសួរបងអូនទាំងអស់គ្នាបាទថ្មីទៀតហើយបងប្អូនអើយមិនថ្មីទេគឺមុខម្ហូបដដែលតែការធ្វើថ្មីអញ្ចឹងណាបងប្អូនថ្ងៃនេះពីអ្នកបងប្អូនម៉ែទំនេរមហាទំនេរនិយាយទៅក្រៅទិញក្តាមសេះចំនួន1គីឡូយកទៅឆាអំពិលទុំបាទនេះគាត់យកមកចាក់ទឹកលាងណាបងប្អូនអើយមានអីទេថ្ងៃនេះវីដេអូមានតាទិញក្តាមសេះយកទៅឆាអំពិលទុំបងប្អូនគាត់បកចង់ចេញក្តាមធំដែរបងប្អូនដូចទីតែប្រហែលក្បាលហ្នឹង1គីឡូ6ក្បាល7ក្បាលបាទហើយគាត់កាប់ជា2អញ្ចឹងបងប្អូនណាបាទយើងឆាអំពិលទុំយើងអញ្ចឹងយើងមានបន្លែបន្តិចមកបាទមានម្ទេសហាវ៉ៃ3ពណ៌បងប្អូនក្រហមលើកខៀវបាទនឹងដំខ្ទឹមមកបងប្អូនអើយបាទយើងឆាមានគ្រឿងអីច្រើនទេមានតែប៉ុណ្ណឹងបងប្អូនធ្លាប់ឆាឬចេះឆាគឺដឹងហើយបាទអញ្ចឹងយើងដាក់ខ្ទឹមពងមកបងប្អូនអើយបាទចាប់ដើមពងខ្ទឹមឲ្យវាឈ្ងុយមកបាទហ្នឹងហើយចាំដាក់ស្ករបន្តិចមកបាទដាក់ស្ករបន្តិចតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាដាក់ទឹកត្រីបន្តិចមកបងប្អូនបាទដាក់ទឹកត្រីហើយយើងដាក់ប៊ីចេងបន្តិចមកឃើញលោវាប្រៃណាបងប្អូនតែបងប្អូនចិត្តចូលចិត្តប្រៃមិនបាច់ដាក់ប៊ីចេងក៏បានដែរចាក់ទឹកអំពិលទុំយើងចូលបងប្អូនបាទទឹកអំពិលទុំយើងត្រាំវាកូរវាហើយឥឡូវយើងចាក់ទឹកជាស្រេះចាក់អំបិលរ៉ូឌីបងប្អូនបាទមើលតំណងតែបងប្អូនឥឡូវយើងចាក់ក្តាមចូលមកបងប្អូនអើយមានស្អីទេក្តាមឆាក្តាមអំបិលទុំមានតែប៉ុណ្្នឹងទេក្តាមហ្នឹងតែងមកពីផ្សារបងប្អូនតែគាត់ចង់មកធ្វើនៅតាមស្រែអញ្ចឹងណាបងប្អូនបាទឥឡូវយើងចាក់ប្រេងខ្យងតែងមកបងប្អូនអើយដើម្បីឲ្យមានពណ៌ហើយនឹងវាបង្កើនរសជាតិកាន់តែឆ្ងាញ់ទៀតណាបងប្អូនបាទនេះយើងមើលពុះហើយឥឡូវយើងចាក់បន្លែយើងចូលមកមានម្ទេស3ពណ៌ហ្នឹងបងប្អូនបាទមានម្ទេសពណ៌ក្រហមពណ៌បៃតងហើយនឹងពណ៌លឿងបាទនេះតំណងដែរបងប្អូនមើលអែមដែរបងប្អូនពីអ្នកបងខ្ញុំហ្នឹងគឺតនេដើរធ្វើតែអញ្ចឹងទេដើម្បីបង្កើតវីដេអូបាទចុងក្រោយយើងដាក់ម្រេចហ៎បងប្អូនបាទដាក់ម្រេចឲ្យវាហឹលតិចមកដើម្បីរសជាតិកាន់តែឆ្ងាញ់បាទឥឡូវឆ្អិនហើយយើងចាក់វាមកបាទយេតំណងចានេះមានសាឡាត់មានអីតំណប់ទ្របទៀតណាអែមណានេះមើលតំណងដែរបងប្អូនឆ្ងាញ់ដែរបងប្អូនសាកចាំមើលសាករសជាតិជាមួយបងខ្ញុំទាំងអស់គ្នាបងប្អូននេះផ្លឹបធំណាក្តាមនេះបាទទិញអស់1គីឡូឯងបងប្អូនតែប្រហែលម៉ឺនទេតិចតួចដែរថ្ងៃនេះចាយលុយរៀងក្រែលដែរអេមបាទមានដៃមួយបាទបងប្អូនក្តាមសេះបងប្អូនតើយកទៅធ្វើគេឆ្ងាញ់ក្រៅពីឆាអំពិលទុំបងប្អូនបាទតំណងនេះតានេះបូកនឹងទេសភាពក្រោមម្លប់ឈើបងប្អូនមួយយ៉ាងដែរគេទៅថ្ងៃចុងសប្តាហ៍ចឹងយើងមានអីទេមានអញ្ចឹងឯងដាក់ទៅឆ្ងាញ់ហ្នឹងណាបងប្អូនមើលមាត់គាត់ហូបដាក់បន្លែមួយសិនឆ្ងាញ់ហ្នឹងបងប្អូនអែមបងប្អូនអែមមើលនេះតំណងនេះមានចឹងទៅមានពណ៌ស្រស់ស្អាតទៅមានម្ទេសគ្រប់ពណ៌បងប្អូននេះឥឡូវដាក់មួយទៀតលឹបឆ្ងាញ់មែនទេបងប្អូនបាទនេះតំណងណាបងប្អូនណាចឹងបងប្អូនពេលមានក្តាមអីអត់ដឹងថាធ្វើអីយកទៅឆាអំពិលទុំបងប្អូនឆាអំពិលទុំឆ្ងាញ់មួយយ៉ាងដែរបងប្អូនណាបាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនណាចាំជួយ like ជួយ share ផងដើម្បីឲ្យបងប្អូនខ្ញុំគាត់មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតដើម្បីឲ្យបងប្អូនទស្សនាទាំងអស់គ្នាអញ្ចឹងណាបងប្អូនណាបាទអរគុណច្រើនសុខសប្បាយ